ស្ដីអ្នកទាំងអស់គ្នាបាទយូឥឡូវនេះមកតភាគរបស់យើងម្ដងទៀតអ្នកទាំងអស់គ្នាថ្ងៃមុនខ្ញុំសម្រេចដល់កន្លែងទូគេឆ្លុះគ្នាតែឥឡូវមកតពីកន្លែងទូគេឆ្លុះគ្នាទាំងអស់គ្នាណាគឺបន្ទាប់ពីថ្ងៃនឹងពេលមួយថ្ងៃមកទូប្រកាសថាអត់សុបាយសោះបើចាប់ទូស្រីហ្នឹងមកទុកក្នុងផ្ទះនៅតែម្នាក់ឯងចឹងចុងក្រោយគេក៏ឲ្យទូស្រីហ្នឹងរត់មែនហើយទូស្រីហ្នឹងក៏ព្រមរត់ទៅអ្វីដែលគេរត់ទៅរមមុនគេហ្នឹងគឺបងប្រុសរបស់គេចើអ៊ីយូនឹងឯងបន្ទាប់ពីថ្ងៃដែលទូស្រីរបស់យើងរត់គេចពីទូប្រុសបានមួយអាទិត្យណាក៏ដល់ថ្ងៃដែលជាកម្មវិធីដេញខ្សែកពេជ្រឡានចតនៅខាងមុខមានកម្រាស់ព្រំពណ៌ក្រហមសម្រាប់ទទួលអ្នកមានលំដាប់ដូចជា William Fanger ជាសារព័ត៌មានជាច្រើនឆោចាំថតរូបចុះទៅផ្សាយនៅទំព័រមុខគេចូលកម្មវិធីបាតឡានរបស់ចៅអ៊ីយូក៏មកដល់ជាមួយនឹងគ្នានេះដែរចៅអ៊ីយូជាមួយនឹងប្អូនស្រីចៅអ៊ីសៀងរបស់គេនៅក្នុងកម្មវិធីគ្រាន់តែចៅអ៊ីយូនិងចៅអ៊ីសៀងដែរចូលភ្លាមជារៀងប្រុសស្អាតស្រីស្រស់បាត់ទៅហើយអ្នកនៅក្នុងកម្មវិធីមួយណាដែលមិនក្រឡេកមើលគេទាំងពីរនាក់មិនមែនជាលើកទី1ហើយក៏មិនលើកលែងសូម្បីតែ William Fanger ក៏មើលនាងមិនដាក់ភ្នែកដែរស្រីស្អាតស្បែកសចាំងរលងមាត់ខៃដៃរោបតូចវាក្នុងបាត់ចែចង្កេតបន្តិចធ្វើឲ្យហារីតី Fanger នៅមិនសុខក៏និយាយតែម្នាក់ឯងស្អាតពិតមែនលើកទី1ហើយដែលឃើញនាងពាក់ស្លៀកពាក់បែបនេះចូលរួមកម្មវិធីនិយាយចប់ Fanger ក៏លើកក្រឡែងស្រាក្រហមអបង្ហើយទៅរកកន្លែងមួយសម្រាប់អង្គុយដេញថ្លៃខ្សែកពេជ្រមួយខ្សែនោះតែគ្មានអ្នកណាហ៊ានថ្លៃដូច Fanger ឡើយចុងក្រោយគេក៏ទិញបានបន្ទាប់ពីកម្មវិធីចប់គេឃើញអ៊ីសៀងដើរទៅបន្ទប់ទឹកគេក៏ដើរទៅតាមនាងហើយក៏ទាញទ្វារបន្ទប់ទឹកនោះបិទក្រាំងចិត្តតែម្ដងលោកធ្វើស្អីណងឲ្យនាងគេក៏លើកខ្សែកនោះយកមកពាក់ឲ្យនាងប៉ុន្តែនាងបដិសេធមិនយកថែមទាញខ្សែកនោះបោះចោលទៀតផងខ្ពើមចង់ក្អួតមិនយកទេទិញឲ្យអ្នកណាយកឲ្យអ្នកនឹងខ្លួនឯងទៅចាញ់កូនមែនទេលឿនដល់ថ្នាក់នឹងម្ដងសោះក៏មានកូនហ្វាំងចាស់និយាយខ້ອຍក៏បង្ខិតខ្លួនចូលទឹកចិត្តនាងអត់ទេនិយាយមិនចេះអៀនមាត់ខ្លួនឯងទូស្លាប់ក៏មិនពពុះកូនរបស់លោកឯងណាចេញឲ្យឆ្ងាយទៅនាងច្រានគេមួយទំហឹងផ្ទុកនឹងចានបង្គោលហើយក៏រត់ចេញទៅទាំងមុខខឹងមុខឡើងក្រហមនាងមិនចង់រំលឹករឿងយប់នោះទេជាមួយគេឡើយនាងនៅតែខ្លាចគេមិនទាន់បាត់ស្នាមជាប់នៅលើខ្លួននាងក៏មិនទាន់បាត់ជាប់ផងពី3អាទិត្យហើយចំណែក Fanger វិញដើរចេញទៅវិញធម្មតាតែមានអារម្មណ៍ថាខ្លួនឯងនឹកគេខ្លាំងទៀតផងបន្ទាប់ពីយប់នោះគេមិនសូវទម្លាប់ដេកម្នាក់ឯងសោះមានអារម្មណ៍ថាដូចជាសោស្អាតដេកក៏មិនលក់បាក់ក៏មិនលះហើយប៉ុន្តែគេមិនបានខាត់នាងឲ្យនៅឡើយព្រោះគេមិនចង់ធ្វើបាបនាងខ្លាំងពេកទេបន្ទាប់មកគេក៏ទៅហែទឹកលេងទាំងកណ្ដាលយប់ធម្មតាសាច់ដុំកង់ស្មាបើកសាច់ដុំទ្រូងនិងសាច់ដុំពោះបង្ហាញមកកង់ចេះរៀងកណ្ដាលយប់គ្រាន់តែមើលក៏ដឹងថាគេសង្ស៊ីកស៊ីប៉ុណ្ណាដែរចំណែកអ៊ីយូវិញបន្ទាប់ពីចេញពីកម្មវិធីជប់លៀងទៅផឹកតនៅក្លឹបគេគ្រាន់តែជូនអ៊ីសៀងទៅផ្ទះវិញតែប៉ុណ្ណោះនៅក្នុងក្លឹបគេមិនដឹងការអ្វីទេចេះតែលើកស្រាអកស្រវឹងឡើងជោគជាំទៅវិញមិនកើតសម្រេចចិត្តបើកបន្ទប់នៅជាន់លើគេនៅក្លឹបតែម្ដងជាន់ទី20បន្ទប់999ដើរមិនទាន់ដល់បន្ទប់ផងគេក៏លេចភ្លេចទៅទាំងស្រវឹងឃើញសាហាណានៅចិត្តបន្ទប់គេក៏អូសដៃសាហាណាចូលទៅក្នុងបន្ទប់តែម្ដងលែងខ្ញុំបងកាត់ឈួតស្អីទៀតហើយសាហាណាព្រៀងពិតជាឈឺពិតមែនគេទាញដៃនាងមួយទំហឹងស្អាតសាហាណាយើងមិនដែលឃើញនាងស្អាតពីមុនបែបនេះទេអូឈឺបងកាត់ស្អីសាហាណាយកដៃខ្ទប់ទ្រូងធ្វើជាព្រមប្រទល់កុំឲ្យមុខគេចេះតែរន់មកចិត្តនាងខ្លាំងពេកប៉ុន្តែត្រូវគេចាប់ដៃពុតខ្នងទៅក្រោយបងផឹកស្រាច្រើនហើយខ្ញុំមិនប្រកាន់បងទេលែងខ្ញុំទៅខ្ញុំជូនបងទៅផ្ទះប៉ុន្តែចើអ៊ីយូមិនបានខ្វល់នឹងសម្ដីគេទេអ្វីដែលគេគិតគឺក្នុងខួរក្បាលនេះFangerធ្វើដាក់ប្អូនស្រីគេបានឥឡូវនេះគេចង់សងសឹកជាមួយនឹងសាហាណាវិញដូចគ្នាបន្ទាប់មកអ៊ីយូក៏ចាប់សាហាណាបឺនមាត់តែម្ដងបន្ទាប់មកកម្មវិធីផ្សេងគិតខ្លួនឯងខ្ជិលអានហើយខ្ញុំសូមចាប់ត្រឹមនឹងសិនណាចាំពេលតនេះចាំខ្ញុំអានរឿងនឹងតអ្នកទាំងអស់គ្នាស្ដាប់ទៀតបាយ